បើមិនឆ្ងាញ់ឲ្យធាក់ណាធ្លាប់លឺបាយបងប្អូនពាក្យហ្នឹងណានំកន្លែងគាត់គឺគាត់តែឃើញគឺខ្ញុំជឿថាអ្នកទាំងអស់គ្នាធានាថាអូគេងស្រក់ទឹកមាត់នឹកចង់ញ៉ាំភ្លាមឥឡូវហ្នឹងព្រោះនំគាត់ណានិយាយទៅគេធ្លាប់តែ unboxing iPhone 17 Pro Max អីចឹងណាប៉ុន្តែថ្ងៃនេះខ្ញុំមក unboxing នំគាត់ឲ្យមើលនិយាយពីថាម្ដុំទៅម្ដុំពីរម្ដុំទៅម្ដុំគឺទំនងខ្លាំងមែនតើគាត់តែឃើញរូបរាងពណ៌ការតុបតែងនំរបស់គេគឺចេញមកតាក់ទាញខ្លាំងហើយឥឡូវនេះគឺគាត់ចេញ selection ថ្មីនំប្រចាំតកូលដែលអត់សូវផ្អែមទេហើយនំនេះគឺជារូបមន្តមួយដែលគាត់ច្នៃចេញពីផ្លែក្រូចឆ្មាហើយមានអាសេរីលាយជាមួយនឹងស្រាលនៅក្នុងនឹងទៀតដែលស្រាហ្នឹងគឺគេបញ្ចូលវាធ្វើមិនអត់មានឲ្យប៉ះពាល់ដល់សុខភាពទេពីអ្នកជំនាញខាងនំមកពីសិង្ហបុរីបបពិសោធន៍ជាង40ឆ្នាំផ្ទាល់តែម្ដងនិយាយទៅធានាថាញ៉ាំហើយជាប់ចិត្តពុកម៉ែបងប្អូនប៉ុន្តែបច្ចៈនំនេះគឺគេមានដាក់ស្រាអញ្ចឹងសម្រាប់បងប្អូនដែលមិនទាន់គ្រប់អាយុ18ឆ្នាំអត់ឲ្យញ៉ាំទេសម្រាប់នំមួយចំនួនដែលគាត់បានប្រើជាមួយស្រាហើយនឹងជាពិសេសអ្នកមានផ្ទៃពោះអីចឹងណាប៉ុន្តែគឺគេមានជម្រើសនំផ្សេងទៀតដែលអត់មានប្រើនិយាយទៅអត់បារម្ភទេនំនៅកន្លែងគាត់អូលយហើយគេមាន happy hour អីណាទិញមួយថែមមួយម៉ោង7កន្លះដល់ម៉ោង9យប់ហើយគាត់ក៏មានបញ្ចុះ 30% ម៉ោង8ព្រឹក6ព្រឹកដល់8ព្រឹកអីចឹងទៅហើយនិយាយទៅគឺគាត់មាន promotion ច្រើនហើយជាពិសេសគឺគាត់មានជាប្រភេទនំសេរីថ្មីហ្នឹងគឺគាត់ធ្វើវាលក្ខណៈជាដូច birthday cake ចឹងណាហើយមានរង្វាន់មានអីច្រើននិយាយទៅនៅហាងរបស់គាត់ bread and butter នៅតំបន់បឹងកេងកងពុកម៉ែបងប្អូនដែលធ្លាប់ជាមួយជួយ comment ផងដែលធ្លាប់បានមកហាងរបស់គាត់គឺស្អាតដូចគាត់វ៉ាវលយហ្មងនិយាយទៅកន្សឹបហាងចេញមកហាងកូនខ្មែរយើងឥឡូវមួយចេញមកលយខ្លាំងអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមិនទាន់បានមកស្គាល់អាចមកសាកបាននិយាយទៅទីតាំងហាងរបស់គាត់ងាយស្រួលរកនៅបឹងកេងកងហើយគាត់កំពុងតែត្រៀមបើកហាងថ្មីបន្តទៀតមានកន្លែងថតរូបជាមួយនឹងអា seasonal menu របស់គាត់menu សម្រាប់ប្រចាំតកូលធ្វើពីផ្លែក្រូចឆ្មាលឿងហ្នឹងហើយមនុយរបស់គាត់គឺមានម្ហូបពេលព្រឹកម្ហូប breakfast អីរបស់គាត់ក៏មានដែរមិនមែនអត់ទេនិយាយទៅមក bread and butter គឺមានជម្រើសច្រើនមនុយ drink របស់ញ៉ាំអីទីធានាជូនពុកម៉ែបងប្អូនសិតតែរបស់គុណភាពស្តង់ដារខ្លាំងសម្រាប់ហាងរបស់គាត់នេះអញ្ចឹងសម្រាប់អ្នកដែលធ្លាប់មានតែអ្នកដែលធ្លាប់តែញ៉ាំទេបានគាត់ comment មកយើងជឿទុកចិត្តថានំរបស់គាត់បែបមិនដែរព្រោះអីពីខ្ញុំយូរខ្ញុំទៅបានម្ដងពីរដងអីទេគ្រាន់តែថាអ្វីដែលខ្ញុំទៅខ្ញុំព្យាយាមសង្កេតច្រើនសង្កេតតាំងពីកន្លែងចក្រានព្រោះខ្ញុំបានឃើញទៅដល់ខាងក្នុងឃើញបរិវេណការធ្វើអីការយកចិត្តទុកដាក់អីគឺខ្ញុំដឹងអញ្ចឹងខ្ញុំអាចនិយាយរៀបរាប់ប្រាប់ពុកម៉ែបងប្អូនជាមួយនឹងរូបភាពសាច់វីដេអូដែលបានថតឲ្យឃើញនេះគឺពុកម៉ែបងប្អូនអាចទុកចិត្តបានហើយណែគេធ្វើចេញមកពីអាក្រូចលឿងហ្នឹងនិយាយទៅគេយកសបកវាផងគេយករសជាតិវាផងនិយាយទៅប្រកែច្នៃប្រឌិតនំរបស់គេហ្នឹងពីអ្នកបបពិសោធន៍មកពីសិង្ហបុរី40ឆ្នាំផ្ទាល់ចុះមកត្រេនប្រហាត់បុគ្គលិកខ្មែរយើងគាត់ធ្វើគឺគាត់ថាអូខ្មែរយើងប្រកែធ្វើបានអត់មានបញ្ហាទេដូចបងស្រីអញ្ចឹងគឺគាត់រៀនជំនាញច្បាស់លាស់ពីសាលាហើយការធ្វើនំរបស់គេមួយគឺចេញមកផ្ចិតផ្ចង់ខ្លាំងមែនតើព្រោះឯនំនេះគឺមិនថាខ្មែរមិនថាបរទេសទេគឺញ៉ាំគឺគេសម្រិតសម្រាំងឲ្យត្រូវគ្រប់រសជាតិជាប្រភេទ flavor ថ្មីមួយប្រចាំតកូលរបស់ហាង bread and butter ហើយអញ្ចឹងសម្រាប់នំរបស់គាត់នេះគឺមិនសូវផ្អែមហើយវាត្រូវម៉ាច់ហ្មងជាមួយនឹងសម័យឥឡូវគេអត់ចង់ផ្អែមពេកទេព្រោះទឹកនំផ្អែមច្រើនអញ្ចឹងហើយនំរបស់គាត់នេះគឺត្រូវសេរីអញ្ចឹងមកថាញ៉ាំអីក៏ដោយកុំឲ្យតែវាពេកកុំវាថាយើងញ៉ាំអីយើងមិនកុំឲ្យវាផ្អែមពេកកុំឲ្យវាប្រៃពេកកុំឲ្យវានេះពេកឲ្យកុំនិយាយទៅកុំឲ្យតែមានពាក្យពេកអ្នកទាំងអស់គ្នាញ៉ាំដោយសុខសប្បាយហើយដូចនំរបស់គាត់អញ្ចឹងអូគាត់ធ្វើមកគឺគ្រឿងផ្សំរបស់គាត់មួយគឺច្បាស់គាត់ធានាហើយមើលមករូបរាងរបស់គេតុបតែងតាំងពីអ្នកធ្វើតាំងពីអ្នកអីគឺគេមានសម្លៀកបំពាក់ត្រឹមត្រូវណាស់មិនមែនចេះតែធ្វើទេហាងមួយនេះគឺស្តង់ដារអនាម័យខ្ពស់ធានាជូនពុកម៉ែបងប្អូនហើយនំរបស់គេពេលដែលគេរៀបចូលទៅក្នុងទូដាក់តាំងលក់វិញដូចឃើញអញ្ចឹងស្អាតភ្លឹងឃើញម៉ោងបើពុកម៉ែបងប្អូនទៅម៉ោង6ព្រឹកដល់ម៉ោង8គឺគេមាន promotion ពិសេសហើយបើយើងទៅម៉ោងជិតបិទទៀតម៉ោង7កន្លះដល់ម៉ោង9តាមខ្ញុំចាំដូចមាន promotion ទៀតនិយាយទៅ promotion គាត់មានច្រើនជាប្រចាំជាប់លាប់ពុកម៉ែបងប្អូនអាច check នៅក្នុង Facebook page bread and butter បានដែលគាត់តែងតែមានបញ្ចេញ menu ថ្មីប្លែកឲ្យអ្នកទាំងអស់គ្នាបានឃើញបានដឹងពីព័ត៌មានណាហើយនេះនំរបស់គាត់ស្អាតណាស់និយាយទៅនំរបស់គេមិនថាជាប្រភេទ cake មិនថាជាប្រភេទអីទេជាពិសេសអា series ចេញថ្មីរបស់គេចុងក្រោយនេះគឺសិតតែនំ version ថ្មីប្លែកគាត់តែងតែ update ជាប្រចាំហើយអាប្រភេទនំនេះវិញគឺឆ្ងាញ់សម្រាប់ខ្ញុំព្រោះអីវារបៀបដូចញ៉ាំនំម្ដុំហើយមានអាប្រភេទ
ประเภทแกร็บประเภทไอ้ด่าจมวยนึงตะเรนได้ที่ชั้นชั้นเนี่ยให้ประเภทนมเค้กตุ้ยเนี้ยคือเนี่ยต่างออกเนี่ยอาจจะเรือเวียเชียร์คอลเลคชันเตอร์ด่าเวียโจมาบอกเตอร์ใครแต่เชียร์นมเค้กไอ้นะโยจูนเนี่ยจะตีสลายบ้านให้นิสัตแต่เชียร์ประเภทเสรีนมทำไมบอกว่าอะไรอย่าแต่ชั่วโมงเวียพลายยมจำมันอ๋อที่จังพวกไม้บางปนไอแต่เช็คเอาในขนมแหงบอกว่าบ้านในดับบอลบางกิ่งกองเป็นยมเตอร์คือเมียนแต่การสาวเตะพวกไอ้นมบอกว่าใจเมามวยสำหรับสำรังรูเชียดปีแซ่โดยนมนี่ยำอัดไปมเตแนมเตอคือละมอมล้อมเตยกรุบมันทาขมายมันทาบอร์เตโดยนมเลิกลางจังให้ในโอ้ด่ามามาเชียดนะคลาเมียนกลันสรานติ่งปะห้าจังเตยให้หมกมาโฮไปปรักไอ้บกวดเป็นปรักเฟกกวดเมียนชราวได้สำหรับไอ้พวกไม้บางปนตะแหงกวดไอ้เพื่อแลกกันนะท่าจูบจุ่มมิทติ้งไอ้เซ็งเนี่ยกับกวดเมียนชีบตุบไอ้เกาะบ้านกับโดยชีกับไหลโคยไอ้คือพาสกปรกแต่เนี่ยจูนเตยในไหลกวดในโจลให้แต่ถึงเอาคนนี้บไอ้ใครแต่เชียร์มวยเชียร์ประจำเชียร์พิเศษคือรูเชียร์นมปังบกวดแล้วไม่ไอ้ประธานโจลให้คือกล่อมขัวช้างได้ชอบชัดได้ให้มาโฮไปยามไอ้คือกวดเมียนเตียนจังอาตบะเตอร์นะได้มาแต่มากระไหลคือมีกรุ๊ปซับมองในหางบกวดนี่แปรแดนบัตเตอร์เอาคนชราญพวกไม้บางปอนเอาคนชราญจำเรียบบ๊ายบาย